បាទបន្តទៀតបាទចំណែកឯខាងចំណាយថ្លៃដើមតាមប្រភេទមុខរបរ cost by category យើងធ្វើទាំង4មុខរបរនឹងដូចគ្នាមានន័យថាទី1គឺថ្លៃដើមឥណទានជាតួលេខ 3000 ជាងស្មើនឹង2%ថ្លៃដើមមុខរបរផ្គត់ផ្គង់មាន 47,000 ជាង 30%ថ្លៃដើមទីផ្សារ95,000 ជាង 61%ថ្លៃដើមសេវាកម្ម8,000 ជាង 6%ចំណែកថ្លៃដើមបន្ទាប់បន្សំឬក៏ចំណាយជាអាចចំណាយវាថ្លៃដើមបន្ទាប់បន្សំ2,000 គឺ 1% ណាបាទអញ្ចឹងជាក់ស្ដែងណាតាមជាក់ស្ដែងពេលដែលយើងចុះទិន្នន័យទៅគឺវារត់មកបាទចំណែកខាងនេះគឺជាធៀបចំណូលធៀបនឹងចំណាយrevenue versus expense អញ្ចឹងនៅជួរខាងឆ្វេងនេះគឺជាចំណូលណាពណ៌ខៀវនេះជួរខៀវក្រាស់នេះគឺចំណូលថ្លៃដើមគឺនៅចន្លោះតាមមានន័យថាចំណូលរបស់មុខរបរមានថ្លៃដើមមានចំណាយប្រតិបត្តិការមានចំណាយទូទៅអញ្ចឹងណាជួរដេកទៅចេះវិញមុខរបរនីមួយៗដូចគ្នាធ្វើដូចគ្នាចឹងបាទមុខរបរខ្លះគាត់មានចំណាយតិចក៏អត់សូវឃើញអញ្ចឹងទៅហ្នឹងនេះយើងអាចថ្លឹងថ្លែងមើលឃើញតាមលក្ខខណ្ឌជាក់ស្ដែងចំណែកឯឆាតខាងនេះគឺបង្ហាញអំពីបង្គោលនៃចំណូលពណ៌ខំបាទពណ៌ខំនេះគឺថ្លៃដើមពោះប៉ុណ្ណេះបាទចំណាយ